ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកស្លសម្លកកូរស្អឹងជំនីជ្រូកជាដំបូងខ្ញុំដាក់ខ្លាញ់ឲ្យក្តៅបំពងខ្ទឹមសឡើងឈ្ងុយដាក់គ្រឿងបុកចូលលីងគ្រឿងឡើងឈ្ងុយហើយដាក់គ្រឿងសាតេមួយស្ព្រាកន្លះកូរវាឡើងឈ្ងុយហើយបន្ទាប់មកយើងដាក់ទឹកត្រីមួយស្លាបព្រាចាក់ឆ្អឹងជំនីចូលយើងលីងវាឡើងឈ្ងុយបន្តិចទៅហើយបន្ទាប់មកយើងដាក់ oyster ថែមបន្តិចហើយយើងលីងសាច់នឹងឲ្យរៀងចូលគ្រឿងវាបន្តិចយើងថែមទឹកហើយបន្ទាប់មកយើងដាក់ប្រហុកបិទចុងស្លាបព្រាបាយដើម្បីឲ្យវាឈ្ងុយបើសិនបងប្អូនខ្លះដាក់មុនប៉ុន្តែសម្រាប់ខ្ញុំដាក់ក្រោយហើយយើងលីងវាយើងដាក់ប៊ីចេងបន្តិចស្ករមួយស្ព្រាហើយនឹងអំបិលមួយចុងស្លាបព្រាបាយយើងលីងវាឲ្យឡើងចូលគ្រឿងឲ្យរៀងដិតបន្តិចព្រោះយើងត្រូវការសាច់អានឹងលីងហើយយើងអត់ដាក់ទឹកទេហើយបន្ទាប់មកខ្ញុំដាក់ម្សៅស៊ុបនឹងចុងស្លាបព្រាបាយដែរព្រោះយើងដាក់គ្រឿងលីងចូលគ្នាទាំងអស់ដើម្បីឲ្យសាច់នឹងវារៀងដិតហើយបន្ទាប់មកយើងដាក់ទឹកវាបន្តិចដើម្បីកុំឲ្យវាស្ងួតកុំឲ្យវាខ្លោចហើយបានយើងអាចដាក់ទឹកមួយល្មមបន្លែដែលយើងត្រូវស្លនឹងហើយបន្ទាប់មកយើងដាក់អង្ករលីងប្រហែល2ស្លាបព្រាកន្លះបាយ2ស្ព្រាកន្លះសម្រាប់ខ្ញុំអត់ចង់ខាប់ខ្ញុំយកមកល្មមអញ្ចឹងខ្ញុំយកតែ2ស្លាបព្រាកន្លះហើយខ្ញុំកូរវាហើយខ្ញុំគ្របវាងាស់វាប្រហែលជា5នាទី6នាទីខ្ញុំដាក់បន្លែដូចជាស្ពៃខ្មៅការ៉ុតផ្សិតតាពាំងបារាំងបន្លែហ្នឹងខ្ញុំងាស់ប្រហែលខ្ទង់ជា3-4នាទីព្រោះបន្លែហ្នឹងវារៀងងាស់យូរដែរអញ្ចឹងខ្ញុំដាក់វាមុនហើយបន្លែខ្ញុំមានតែ5មុខហើយបងប្អូនព្រោះបន្លែនៅនេះក្រកម្រវាមានបន្លែមានតែ3-4មុខអញ្ចឹងណាហើយដល់អញ្ចឹងខ្ញុំស្លោតែ5មុខហ្នឹងទៅហើយសម្រាប់បន្លែ spinach ហ្នឹងគឺខ្ញុំងាស់ឲ្យរៀងផុយបន្តិចបានខ្ញុំបង់ចុងក្រោយគេហើយពេលដែលទឹកពុះបន្លែមកល្មមខ្ញុំអាចបង់ spinach ហ្នឹងចុងក្រោយគេហើយកូរ2-3ត្រឡប់ខ្ញុំដាក់ចុះព្រោះដោយសារខ្ញុំអត់ចង់ឲ្យបន្លែ spinach ហ្នឹងលួយអញ្ចឹងសម្លកូរខ្ញុំសរុបទៅបន្លែ